មកក៏តឹងលើកនេះសំណាងម្លេះទេបានជួបជាមួយនឹងវងផ្សោតទាំងវងហ្មងហើយគេហៅមកចិត្តទុកយើងទៀតណាចឹងឲ្យមកខុយឡងច្បាស់តែមិននឹងចូលដល់វីដេអូចុច follow page ចំណុច explosion មកពេលដែលយើងបាន 500k យើងនឹងធ្វើ giveaway ឲ្យថា fan ចឹងនេះគឺជាលើកទី1របស់ពួកយើងហើយដែលបានទៅដល់កោះតតឹងហើយបើសួរថាកោះតតឹងនេះឆ្ងាយអត់ឆ្ងាយទេបងប្អូនកោះតតឹងហ្នឹងនៅទល់មុខកោះស្ដេចហ្មងហើយជីប្រហែលជា5នាទី10នាទីអីពីផែហ្នឹងគឺមកដល់ហើយគ្រាន់តែមកដល់កោះតតឹងភ្លាមគឺត្រីហក់លោតស្វាគមន៍យើងហ្មងនេះហើយនេះគឺជាផ្ទះខ្មែរបែបប្រណិតដែលនៅលើកោះតតឹង resort បើនិយាយពីបរិយាកាសនៅនេះវិញស្អាតប្លែកហ្មងពេលដែលទៅដល់កោះមែនណាតែមានអារម្មណ៍ថាដូចខ្លួនឯងកំពុងតែនៅលើភ្នំមានដើមឈើធំជុំវិញខ្លួនយើងប៉ុន្តែមាន view សមុទ្រហើយនៅកោះនេះធំណាស់តតជិះឡានអាគុយរយអីចេះហោបានជិះសពនិយាយលេងប៉ុន្តែឡានអាគុយនៅនឹងរយមែនណាជិះដើរលេងហ្នឹងឃើញបរិយាកាសមាត់សមុទ្រល្អពេកចឹងហើយសុំមកអង្គុយ relax ស្ដាប់បទពីស័យតានចង់ចោលបងទៅណាលេងចេញពី Sony Alpha 3 នេះអូយព្រោះមែនតើហើយងាយស្រួលយកតាមខ្លួនណាកូន speaker Sony Alpha 3ខ្ញុំហ្នឹងព្រោះគេមានខ្សែយួរអញ្ចឹងយើងចង់យួរក៏បានចង់កាន់ក៏បានហើយនិយាយពីថាធន់ពេលកាត់ភ្លៀងដាក់លើខ្សាច់អីក៏អត់ខ្វល់ដែរដោយសារតែមាន IP67 ការពារទឹកនិងធូលីអាចស្ដាប់ភ្លេងបែប classic ឬមួយក៏អ្នកដែលគាត់ចូលចិត្តបែប bass beat អីចុចលើប៊ូតុង out នេះទៅវាមានភ្លេង bass beat ហ្នឹងហើយមកកាន់បានយូរប្រើបានដល់ទៅ24ម៉ោងហើយសាកលឿនទៀតអញ្ចឹងដែលចូលចិត្តដើរលេងស្ដាប់ភ្លេងហំអីទិញ Sony Alpha 3 នេះត្រូវហ្មងសម្រាប់ព័ត៌មានបន្ថែមចាំខ្ញុំដាក់នៅក្នុង comment ខាងក្រោមនេះត្រឡប់មកវីដេអូរបស់យើងវិញនៅកោះតតឹង resort នេះទាំងថ្ងៃរះទាំងថ្ងៃលិចស្អាតគ្រប់ប្លង់ហ្មងខ្ញុំជួយចិត្តមើលថ្ងៃរះណាតែថាងើបអត់ដែរតន់សោះតើបានទៅសមុទ្រចឹងបានងើបមើលថ្ងៃរះតន់ហើយបន្ទាប់ពីមើលថ្ងៃរះឲ្យហើយនៅកោះតតឹង resort នេះក៏គាត់មាន scuba diving ដែរគ្រូ scuba diving នេះគាត់ឈ្មោះអាលីហើយគាត់មកពី Maldives ខ្ញុំជួបគាត់លើកនេះគឺជាលើកទី2ហើយលើកទី1ហ្នឹងគាត់គឺជាគ្រូដំបូងដែលបរៀនខ្ញុំឲ្យចុះទៅscuba ហ្នឹងតែរហូតដល់ឥឡូវខ្ញុំអត់បានហ៊ាន diving បាន certificate ទេគិតថាឆ្នាំក្រោយហ្នឹងខ្ញុំទៅ diving យក certificate តែព្រោះឆ្នាំនេះខ្ញុំនៅរៀង level ឡើយហើយមកដល់កោះនេះអត់ចេះចប់ការងារទេបងប្អូនអើយមាន level ការងារត្រូវដើរលេងរហូតហ្មងណានិយាយលេងបងប្អូនអើយតែថាមកដល់កោះស្ដេចហើយបើអត់ជិះទូកសុឆាតដូចអត់សមសោះពងតែ enjoy ជិះទូកនេះជិះមិនទាន់ផុតកោះតតឹងស្រួលបួលផងនេះលើកទី1ណាបងប្អូនខ្ញុំឃើញវងផ្សោតនៅតំបន់កោះស្ដេចហ្នឹងហើយចិត្តកោះតតឹងនឹងហ្មងវងផ្សោតនោះច្រើនខ្លាំងមែនតើចូលប្រហែលជា20ក្បាលអីហើយវាហែលលេងត្រឡប់ទៅលិនសវាយខ្លាំងហ្មងនេះលើកទី1ណាដែលសារតែមកកោះស្ដេចច្រើនដងហើយតែបានជួបទេហើយជួបលើកនេះឃើញវាគ្នាច្រើនហើយមកចិត្តទូកយើងទៀតនិយាយទៅជីទូកលើកនេះគឺសំណាងហ្មងផ្សោតក៏ជួបមឹកក៏ស្ទួយបានចឹងត្រឡប់មកវិញនេះគឺសុបាយចិត្តខ្លាំងមែនតើហើយឥឡូវនេះយើងត្រឡប់មក resort កោះតតឹងយើងវិញហើយចឹងនេះគឺជា resort ដែលយើងស្នាក់នៅបែបជាផ្ទះខ្មែរតែផ្ទះខ្មែរនេះអត់ធម្មតាទេបងប្អូនអើយគឺបែបប្រណិតខ្លាំងមែនតើផ្ទះនេះបើជំនាន់ខ្មែរពីដើមវិញគេហៅថាផ្ទះមហាសេដ្ឋីផុតលេខហ្មងព្រោះរបស់ប្រើប្រាស់ក្នុងផ្ទះនេះមួយគឺ detail ខ្លាំងណាស់ខែគេង bathtub នេះជួយមកអំណាចខ្លាំងហ្មងដូចម្ចាស់ស្ត្រីចឹងបន្ទប់ទឹកនេះអត់មានឈើទេសិតតែម៉ាបហើយប្រគុណវិញទំនើបដូចនៅជប៉ុនចឹងមានប៊ូតុងចុចកាច់ទឹកលាងគូតអីមកស្រឡាញ់ហើយក្រៅពីហ្នឹងនៅនឹងក៏បកកែប្រមូលបានចាស់ដូចម៉ូតូនេះអូនេះដឹងម៉ូតូថ្មីឬមួយក៏ជំនាន់ណាទេហើយនឹងឡានរយអីនេះអូចេញមកជុំវិញក៏ស្ដេចហ្នឹងមានតែកោះតតឹងនឹងមួយទេដែរចេញមកបែបទំនើបខ្មែរប្រណិតចឹងហើយនិយាយពីបរិយាកាសជុំវិញនឹងវិញអីដែលខ្ញុំមើលឃើញគឺដើមឈើធំតូចអីគាត់ទុកទាំងអស់សូម្បីតែការធ្វើផ្ទះធ្វើអីរបស់គាត់ហ្នឹងក៏អត់ឲ្យប៉ះពាល់ជាមួយនឹងព្រៃឈើនឹងច្រើនដែរដោយដើមឈើមួយនេះអូធំស្គមស្កៃខ្លាំងណាស់ឡងបិចមេឃសាខាហ្មងបងប្អូនខ្ញុំឃើញដើមហ្នឹងនៅឃើញដល់រឿង Avatar Tree of Soul ហ្នឹងក៏សាក់យកសក់មកភ្ជាប់ជាមួយនឹងឫសឈើនៅហ្នឹងហើយបងប្អូនដឹងអត់ថាខ្ញុំបានឮសំឡេងហ្នឹងបានប្រាប់ខ្ញុំថាជួយថែរក្សាពួកយើងផងកុំកាប់បំផ្លាញពួកយើងទៀតព្រោះព្រៃឈើគឺជាដង្ហើមរបស់យើងទាំងអស់គ្នាដោយបច្ចុប្បន្ននេះយើងបានដឹងហើយថាពិភពលោកចាប់ផ្ដើមឡើងកម្ដៅខ្លាំងមែនតើពិតជាសំណូមពរបងប្អូនអរគ្នាមែនតើជាពិសេសបងប្អូនដែលគាត់មានរបរជាអ្នកកាប់ឈើសូមសំណូមពរឲ្យបងជួយគ្នាថែរក្សាព្រៃឈើទាំងអស់គ្នាឈប់កាប់បំផ្លាញទៀតឥឡូវនេះខ្ញុំបន្តការជិះកង់របស់ខ្ញុំមកមើលថ្ងៃលិចនៅលើកោះតតឹងនឹងដូចគ្នាដោយបងប្អូនឃើញអញ្ចឹងនៅនេះមើលថ្ងៃលិចក៏បានមើលថ្ងៃរះក៏បានហើយបរិយាកាសមាត់សមុទ្រហ្នឹងមានច្រើនបែបមែនតើអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនដែលគាត់ចង់ទិញ Sony Alpha 3ចាំខ្ញុំដាក់លេខតំណែងចែកចាយនៅខាងក្រោមនេះបងប្អូនអាចតាក់ទងទៅគាត់បានអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយបងប្អូនអរគ្នា